បាទឥឡូវនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបើតាមយើងទទួលបានព័ត៌មានថាគាត់បុកហ្មងគឺធ្លាក់ពីលើស្ពានខ្ញុំឮថាគាត់ដែរឃើញហេតុការណ៍ណាបងបាទគាត់បុកអានឹងហើយទៅលើអានោះទៅលើអានោះបាទគាត់ចាប់អត់ជាប់បាទបើប្រចៅជាប់គាត់ធ្លាក់ទៅនោះវិញអូធ្លាក់ទៅចឹងហ្មងពូបាទអូយគាត់ជិះម៉ូតូមកអីគេពូដឹងអីពូខ្ញុំអត់ដឹងថាគាត់ជិះម៉ូតូមកអីបងគាត់ថាប្រហែលជាគាត់មានអូនេះទូរស័ព្ទមានគ្រួសារគាត់ទេមកអាចមានគ្រួសារគាត់ទេមកគាត់បុកធ្លាក់ពីលើស្ពានមកឥឡូវយើងលើកទូរស័ព្ទបងប្អូនបាទឥឡូវដូចជាបញ្ជូនទៅមន្ទីរពេទ្យណាអូនណាបាទ SS ជូនទៅហឡូអានេះទូរស័ព្ទរបស់គាត់បុកទៅធ្លាក់ទូរស័ព្ទទៅលើហ្នឹងហ្មងហឡូជំរាបសួរអូនឯងត្រូវជាអីនឹងគាត់ដែរអូនចាទូរស័ព្ទអូឥឡូវហ្នឹងគាត់ជួបគ្រោះថ្នាក់ចរាចរណ៍គាត់បុកទៅគាត់ធ្លាក់ពីលើស្ពានណាអូនអូនឯងស្គាល់ស្ពានក្បាលខ្នល់ទេអូនស្ពានក្បាលខ្នល់ណាឥឡូវហ្នឹងគាត់ទៅពេទ្យហើយហើយម៉ូតូណាគេយកទៅក្រោមឥឡូវម៉ូតូតុកនៅណានៅក្រោមខ្ញុំឡើងមកដំបងខ្ញុំនៅក្រោមអូនឯងគាត់ត្រូវជាប៉ូលីសមែនអូនអូអញ្ចឹងបានថាម្ចាស់ទូរស័ព្ទហ្នឹងត្រូវជាប៉ូលីសឥឡូវគាត់ត្រូវបានគេដឹកគាត់ទៅមន្ទីរពេទ្យហើយដឹកតាមម៉ូតូកង់3ណាបងអ្នកសារព័ត៌មានអូនជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាសម្រាប់អ្នកមានបញ្ហាសុខភាពដូចជាលើកជាតិស្ករលើកជាតិខ្លាញ់លើកជាតិអាស៊ីតឬក៏លើកឈាមនិងមានបញ្ហាឈឺសន្លាក់ឈឺចុកក្រួយតាមសាច់ដុំក្រហាយបាត់ជើងសគាបាត់ជើងពិបាកក្នុងការគេងឥឡូវគឺខ្ញុំសូមណែនាំជាមួយនឹងកាអ៊ីបបាត់ជើង50ដែលវាមានប្រសិទ្ធភាពខ្ពស់ខ្លាំងមែនទែនក្នុងការបឺតយកស្រូបជាតិពុលនៅក្នុងរាងកាយរបស់យើងកំឡុងពេលគេថែមទាំងបង្កើនភាពស៊ាំបង្កើនចរន្តឈាមនិងថែមទាំងជួយបំបត្តិបញ្ហាឈឺចុកចាប់ចុកក្រួយហើយបើសម្រាប់ការប្រើប្រាស់វិញគឺងាយស្រួលមែនទែនបបគ្រាន់តែបិទនៅលើបាត់ជើងមុនចូលគេងហើយស្អែកព្រលឹមឡើងងើបពីគេងយើងបកចេញគឺមានអារម្មណ៍ថាធូរស្រាលស្រស់ស្រាយតាំងពីបកប្រែលើដំបូងនឹងមកអញ្ចឹងបងអងគូមីងអាចរកទិញបាននៅលើទីផ្សារទូទាំង25ខេត្តក្រុងឬក៏អាចតំណតាម page ឬក៏ Telegram ដែលមាននៅក្នុងវីដេអូនេះបានអត់តន់ដឹងបងអត់តន់ដឹងដែរសារឥឡូវបងនៅលើស្ពានគាត់នៅខាងក្រោយឥឡូវបងមកអត់តន់គាត់ផងគេយកទៅពេទ្យបាត់អីបងអត់ដឹងពេទ្យនៅណាទេតែឥឡូវនេះអូនឯងឡើងមកកន្លែងកាត់ហេតុមកនៅស្ពានក្បាលខ្នល់ហ្នឹងណាបាទអរគុណអូនអូនពូមិញពូរើសទូរស័ព្ទហ្នឹងបាននៅណាពូនោះបងនោះនៅក្រោមនោះនៅក្រោមដើមទៅទេនេះអូពូរើសបានហើយនេះបាទបងប្អូនគាត់ជាមន្ត្រីទៀតបាទឥឡូវគ្រួសារគាត់ខលមកម្ដងទៀតហើយគាត់ជាប្រពន្ធអាឡូចមានសួរបងអូនណៃស្គាល់ស្ពានច្បារអំពៅទេអូនភាសាយើងតម្លាក់ទៅសិនហ្នឹងហើយស្ពានច្បារអំពៅស្ពានក្បាលខ្នល់ហ្នឹងអត់អាចស្គាល់ស្ពានក្បាលខ្នល់ច្បារអំពៅបាទឲ្យតម្លាក់ location មិនបើយើងអត់មាន password ផងបងប្អូនបាទណែបាទពូកាន់ហ្មងចាំទីទៀតគ្រូសាគេមកដល់ហើយពូឃើញយ៉ាងម៉េចពូអាចជួយប្រាប់ហេតុការណ៍តិចបានទេពូបងគ្រាន់តែនៅពេលដែលបងប្រមូលក៏ឃើញហេតុការណ៍ហ្នឹងណាគាត់ជិះកាត់ខាងខ្ញុំដល់ពេលហើយខ្ញុំកំពុងធ្វើការគាត់ប្រាប់ថាបងឲ្យធានាបងជួយមើលបងប្រុសផងបងប្រុសគាត់ធ្លាក់ទៅលើស្ពានអូបាទអញ្ចឹងបាយដើមមកដល់មកជួយគាត់ចឹងទៅឃើញទូរស័ព្ទចឹងហ្នឹងអត់អូនគាត់នៅមុនគាត់ឃើញមុនមកអូនណាជួយប្រាប់ហេតុការណ៍តិចមើលធ្លាក់ពីលើស្ពានយ៉ាងម៉េចបងបងខ្ញុំអង្គុយនៅក្រោមស្ពានហ្នឹងនៅនឹងហើយដល់ពេលហើយខ្ញុំលឺសលេងធ្លាក់ខ្ញុំស្មានគ្រោះថ្នាក់ចរាចរណ៍នៅក្រោមហ្នឹងដល់ពេលអត់ឃើញមនុស្សសោះអត់ឃើញម៉ូតូឃើញអីប៉ះពីដួយទេឃើញតែមនុស្សពងប្រកាច់ហ្នឹងទៅហ្នឹងហើយគាត់ស្រែកឲ្យជួយតែខ្ញុំដំបងអត់ហ៊ានដែរខ្ញុំស្មានតែករណីអីផ្សេងអញ្ចឹងណាដល់ពេលហើយខ្ញុំក៏បានមកសន្ទុះខ្ញុំសួរគេទៅគេថាគាត់ធ្លាក់លើស្ពានអញ្ចឹងក៏ខ្ញុំរត់មកជួយមកនេះគាត់មកជួយគាត់ចឹងទៅហើយមុនហ្នឹងគាត់ទៅពេទ្យខាងណាដែរអូនដឹងទេអូនអត់ច្បាស់ដែរបងឃើញបងផាសអេបមួយគាត់ប្រាប់គាត់មកជួយសម្រួលហើយគាត់ថាដឹកទៅពេទ្យសង្គ្រោះមិនតាន់ព្រោះអីគាត់រៀងធ្ងន់ដែរបែកចោលកន្លែងនេះហ្មងធំបាទអូខេអូនឥឡូវនេះជាអ្នកដែលឃើញហេតុការណ៍មើលបង្ហាញវីដេអូអូនថតតិចមើលពេលដែលគាត់ធ្លាក់ជាយាមស្រីឲ្យជួយហ្នឹងនេះបងប្អូននេះមានវីដេអូបងប្អូនបាទគាត់ឃើញបងប្អូនបាទហើយឃើញគាត់ធ្លាក់បងប្អូនបាទគាត់មួយបងណាអត់ទេម៉ូតូនៅលើនេះវីដេអូដែលគាត់ព្យាយាមស្រីឲ្យគេជួយបងប្អូនមកថាគាត់បុកទៅគាត់ធ្លាក់ពីលើស្ពានតែម្ដងបាទឥឡូវនេះបងប្អូនទុកទូរស័ព្ទនៅនេះចឹងបងហើយនេះទូរស័ព្ទរបស់គាត់បងប្អូនបាទនេះរូបភាពរបស់គាត់បាទរូបភាពរបស់គាត់បងប្អូននេះទូរស័ព្ទរបស់គាត់ណាបើតាមខ្ញុំសួរទៅគ្រួសារគាត់ប្រពន្ធគាត់ខលមកមិញហ្នឹង
គាត់ជាមន្ត្រីប៉ូលីសទៀតបាទគាត់ជាមន្ត្រីប៉ូលីសទៀតដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ដឹងថាគាត់ប៉ះយ៉ាងម៉េចទេអត់ដឹងថាគាត់ប៉ះយ៉ាងម៉េចទេបានធ្លាក់ពីលើស្ពានតែម្ដងគឺស្ពានមនីវងស្ពានក្បាលខ្នល់យើងហ្នឹងគឺយើងឡើងពីនិយាយចំយើងឡើងពីស្ពានច្បារអំពៅមកយើងជិះមកឡើងមកណាបាទគាត់មកត្រង់ទៅក៏បុកនោះធ្លាក់ចូលទៅខាងក្រោមតែម្ដងដែលបណ្ដាលឲ្យរងរបួសយើងអត់ដឹងស្ថានភាពគាត់ធ្ងន់ឬមួយក៏យ៉ាងម៉េចទេមុននេះក្រុមគ្រួសារគាត់បានតំណែងតំណងមកបងប្អូនបាទគឺជាប្រពន្ធរបស់គាត់ឥឡូវតិចទៀតយើងនឹងធ្វើព្យាយាមសាកសួរយ៉ាងម៉េចទៀតចាំដើម្បីឲ្យដឹងថាគាត់ទៅពេទ្យណាដើម្បីផ្ដល់ព័ត៌មានជូនគ្រួសាររបស់គាត់ណាពូអញ្ជើញទុកទូរស័ព្ទវិញចុះគ្រួសារគាត់ខំមកទៀតហើយបាទទុកបានទេ បាទទុកនៅបងបានណា ឥឡូវអញ្ចឹងខ្ញុំតាក់តមួយគ្រួសារមកគ្រួសារខ្ញុំគោលជូនគ្រួសារគាត់មក ហ្នឹងហើយ ឥឡូវជំរាបសួរអូនឥឡូវអូនមកដល់ណាហើយអូនណៃស្គាល់ប្រាប់តា pass app ថាស្ពានក្បាលខ្នល់ស្ពានថ្មីហ្នឹងស្ពានអាកាសក្បាលខ្នល់ហ្នឹងក៏ស្គាល់ហើយជីឡើងលើស្ពានបើមិនចេញទៀតបងទៅក្រោមឬសូវថាម៉ូតូយកទៅក្រោមអត់ដឹងណាគេអ្នកយកទេម៉ូតូហ្នឹងណាគេអ្នកយកអូនយើងដឹងណាគេអ្នកយកហីមិញ អត់ដឹងទេបងខ្ញុំឃើញតែដៃប្រាំងមួយ ឃើញដៃប្រាំងនៅហ្នឹងមួយហ៎អូចាំមិញគេស្រែកថាម៉ូតូនៅក្រោម ខ្ញុំឡើងមកដល់គឺអត់ឃើញម៉ូតូមកឃើញដៃប្រាំងមួយ បាទឥឡូវគ្រួសារគាត់ឥឡូវយើងនឹងទៅក្រោមពូឲ្យនឹងបងតើយើងទៅក្រោមទាំងអស់គ្នាមកទៅមើលម៉ូតូម៉ូតូគេយកទៅក្រោមម៉ូតូហើយយើងដឹងថាម៉ូតូម៉ាក់អីទេឥឡូវយើងទៅមើលម៉ូតូនៅក្រោមណាតើបងអូនយើងទៅក្រោមទាំងអស់គ្នាតើពូឯងមិញឡើងដើរឡើងមកអូជីមកអូនតើយើងទៅក្រោមមកអាឡូមានសួរបងអាឡូមានសួរបងចាស់ទូរស័ព្ទគាត់ទៅពេទ្យហើយមិញហ្នឹងយើងរឹងគាត់ទៅពេទ្យណាអូន អត់ដឹងដែរបងគាត់ជិះភាសាទៅភាសាគេមកយក ភាសាគេដឹកគាត់យកទៅហ្មង បាទ អាហ្នឹងម៉ូតូរបស់គាត់មែនអូនដែលជួបគ្រោះថ្នាក់ហ្នឹង បាទខ្ញុំឡើងពីយកពីលើឲ្យ អូនឯងឡើងពីយកនៅលើស្ពានហ្មង បាទ ចឹងបានន័យថាដំបងគាត់ជីបុកស្ពានគាត់ធ្លាក់មកហ្មងបង អត់ដឹងឆ្វាដែរគាត់ណាគាត់ឃើញគាត់ធ្លាក់ពីលើនឹងមកសួរគាត់គាត់ថាគាត់ជីបុកស្ពានពីលើ អូចឹងបានន័យថាឥឡូវហ្នឹងគាត់យកគាត់ទៅពេទ្យហើយម្ចាស់ម៉ូតូហ្នឹង បាទ បាទនេះម៉ូតូរបស់គាត់អូនណាម៉ូតូរបស់គាត់ទុកនៅហ្នឹងអូនអត់អីទេខ្ញុំគ្រួសារគាត់បានតាក់តមកអញ្ចឹងគ្រួសារគាត់តិចទៀតមកដល់ហើយបងប្អូនបាទម៉ូតូ គាត់អត់ចូលដែរ នេះគ្រួសាររបស់គាត់បានទូរស័ព្ទរបស់គាត់បានលោកពូដែលគាត់ជាអ្នករើសបានណាគាត់រើសបានគាត់ទុកឲ្យបាទពិតជាល្អមែនតើហើយគាត់ជាមន្ត្រីប៉ូលីសទៀតហើយម៉ូតូនេះម៉ូតូរបស់គាត់បងប្អូនបាទម៉ូតូរបស់គាត់បាទម៉ូតូរបស់គាត់ហ្នឹងគឺម៉ូតូមកคลิกបងប្អូនដែលមានពាក់ស្លាកលេខភ្នំពេញបាទ 1LS 3107បងប្អូនបាទដែលជាប្រភេទម៉ូតូคลิกពណ៌ខ្មៅបងប្អូនហើយបងប្អូនយកពីលើស្ពានមកមិញហ្នឹង បាទបាទ បាទ យកទៅគាត់មកគាត់ធ្លាក់ត្រៀក អូគាត់ស្រែកគេជួយដែរមិញហ្នឹង បាទខ្ញុំរត់ទៅមើលទៅខ្ញុំសួរគាត់ម៉ូតូគាត់ថាម៉ូតូនៅលើខ្ញុំទៅយកពីលើឲ្យទុកហ្នឹងឲ្យគាត់ អូអរគុណច្រើនអូនអរគុណបាទបងប្អូនឥឡូវនេះបងប្អូនប្រុសដែលចិត្តល្អមែនតើគាត់ឡើងទៅយកម៉ូតូយកមកទុកឲ្យនៅក្រោមហើយចំណាយឯទូរស័ព្ទក៏ត្រូវបានបងប្រុសអំបញ្ញមិញគាត់រើបានដែរហើយនោះបងប្អូននោះក៏បានជួយដែរអរគុណច្រើនណាស់អូនគាត់អ្នកថតវីដេអូយើងឃើញសភាពគាត់ធ្ងន់យ៉ាងម៉េចដែរអូនអ្នកដែលរងរបួសហ្នឹងអូន គាត់ធ្លាក់មកគាត់ស្រែកឲ្យជួយបងជួយផងអញ្ចឹងហ្នឹងតែខ្ញុំអត់ហ៊ានចូលទៅភ្លាមខ្ញុំអត់ដឹងថាករណីអីបងអញ្ចឹងអត់ហ៊ានដែរ បាទឥឡូវនេះគ្រួសារគាត់មកដល់ហើយលឺសូថាគ្រួសារគាត់នៅចិត្តនឹងដែរទេបងប្អូនណាមិញនឹងធ្លាក់នៅខាងនោះបងប្អូននោះធ្លាក់នៅខាងនោះបាទបានន័យថាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ដឹងថាគាត់ប៉ះយ៉ាងម៉េចឬមួយក៏ជីយ៉ាងម៉េចទេបានមកបុកបាទបុកធ្លាក់ពីលើស្ពានតែម្ដងបងប្អូនបាទតែសំណាងល្អគាត់មិនរងគ្រោះថ្នាក់ដល់អាយុជីវិតគ្រាន់តែរងរបួសតែអត់ទាន់ដឹងថាធ្ងន់ឬមួយក៏ស្រាលទេតែបើតាមការផ្ដល់ព័ត៌មានថាគាត់របួសស្រាលដែរទេដែលគាត់អាចស្រែកឲ្យគេជួយអញ្ចឹងណាបាទអញ្ចឹងគាត់អត់ទាន់ដឹងថាទៅពេទ្យណាទេដោយសារតែគាត់ជិះតាមម៉ូតូកង់3ដែលគេដឹកគាត់យកទៅពេទ្យណាបងប្អូនបាទនេះគឺជាព័ត៌មានឲ្យទៀតសាច់ញាតិនឹងគ្រួសារគាត់មកដល់ហើយបងប្អូនបាទបងបាយត្រូវជាគ្រួសារគាត់មែនបងអូឥឡូវហ្នឹងទូរស័ព្ទគាត់នៅខ្ញុំនេះបងប្អូនគាត់រើសបានណាទូរស័ព្ទគាត់នៅខ្ញុំហើយអញ្ចឹងខ្ញុំអត់ដឹងគាត់នៅពេទ្យណានេះម៉ូតូរបស់គាត់បងនេះម៉ូតូរបស់គាត់បាទឥឡូវគ្រួសារគាត់មកដល់ហើយទូរស័ព្ទបងអាចជួយដោះ password បានទេបើមិនជាស្គាល់ខ្ញុំផ្ដល់ជូនបង password ក៏ប្រាប់ខ្ញុំទេសិនលាក់ អូឥឡូវមានរូបអីជាតំណាងឯងបងមានរូបក្នុងទូរស័ព្ទឯងអូខ្ញុំបារម្ភដែរអញ្ចឹងណាបើបងច្បាស់បងអញ្ជើញយកហ្មងទៅបង គាត់តែបង ចូលមានថតរូបធម្មតាឯងបង អត់ទេបងខ្ញុំលុបរូប
មួយគាត់អស់នឹងឈុកនេះមកគាត់ឡើងកន្លះខែហ្នឹង នេះហូគាត់ហ៎ ចាបងចាហូគាត់បង ឥឡូវអញ្ចេះចាំប្អូនស្រីចាំបងតាក់ទងទៅសមាជិកណា ចាបង បាទហើយចុះគ្រួសារគាត់នៅណាអូនស្គាល់គ្រួសារគាត់ទេ គ្រួសារគាត់នៅខេត្តកណ្ដាលបង អូនឯងត្រូវជាប្រពន្ធគាត់ឬមួយក៏សង្សារ ខ្ញុំគូតដឹងគាត់ គូតដឹងណាអូនណាគូតដឹងមានថតរូបអីដែលជាគូតដឹងបញ្ជាក់តិចមើលអូន ខ្ញុំមានតែអញ្ជៀនហ្នឹងគាត់ឲ្យអញ្ជៀនខ្ញុំឲ្យពាក់អញ្ជៀនមកគាត់ហ្នឹង អត់មានចាស់ទុំដឹងឮទេចឹង ដឹងឮតាបងម៉ាក់ប៉ាគាត់ក៏ដឹងឮយាយខ្ញុំក៏ដឹងឮ អញ្ចឹងឥឡូវមកនេះមកចឹងឥឡូវទូរស័ព្ទបងឯងខលមកមិញមកខលម្ដងទៀតមើលនេះបងប្អូននេះលេខលេខ message គាត់បាទឥឡូវខ្ញុំបកគលទូរស័ព្ទជូនគាត់បាទឥឡូវអូនឯងយកទៅទុកឲ្យគាត់ណាបងអត់ដឹងថាគាត់នៅពេទ្យណាទេណាអូន ចាបងចា អញ្ចឹងអាចនេះម៉ូតូរបស់គាត់យ៉ាងម៉េចបងអត់ទាន់ដឹងដែរឥឡូវមកមានតាក់ទងទៅសមាជិកយកទៅរក្សាទុកជូនគាត់ឬមកក៏មិនព្រោះគាត់ជាមន្ត្រីនគរបាលដែរអូនណា ចាបង គាត់ប៉ូលីសនៅខាងណាដែរអូន នៅខាងនៅម្ដុំវត្តភ្នំបង អូគាត់សមាជិកនៅវត្តភ្នំហ៎ ចាបងចា អូខេហ្នឹងហើយចាំមើលបងតាក់ទងទៅបាទនេះម៉ូតូរបស់គាត់សោប្រហែលជាអាចនៅគាត់ហើយមើលទៅអូសោនេះនៅហ្នឹងអូមានសោនេះបងប្អូននេះសោម៉ូតូនៅហ្នឹងហ្មងនេះនៅក្លុបម៉ូតូហ្នឹងហ្មងបាទឥឡូវយ៉ាងម៉េចបងនឹងតាក់ទងទៅសមាជិកមូលដ្ឋានដើម្បីឲ្យសមាជិកមូលដ្ឋានដឹងលឺណាចាំបន្តិចណាអូនណា ខ្ញុំចង់ដឹងគាត់នៅពេទ្យណាទេខ្ញុំអត់ចង់ដឹងអីទេចង់ដឹងគាត់នៅណា បងអត់ដឹងដែរអូនអត់ដឹងថាបញ្ជូនទៅពេទ្យណាផងមកអត់ទាន់បងអូនខ្លួនឯងដឹងគាត់បញ្ជូនទៅពេទ្យណាអូន បាទឥឡូវចាំមើលយើងសាកសួរទៅមើលចង់ដឹងគាត់ទៅពេទ្យណាអត់ដឹងប្រាប់ថាទៅពេទ្យណាពិបាកណាបងប្អូនបាទអញ្ចឹងត្រូវជាគូតដឹងរបស់គាត់បានមកដល់ទីតាំងកន្លែងកាត់ហេតុយើងបកគលទូរស័ព្ទជូនគាត់ហើយក៏ដូចជាម៉ូតូយើងនឹងបកគលជូនគាត់ពីព្រោះគាត់បញ្ជាក់ឲ្យថាគាត់ជាគូតដឹងបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នឹងទេនេះគឺជាព័ត៌មានដែលយើងទទួលបានពីបងប្អូនប្រជាពលរដ្ឋជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលគាត់ជាមន្ត្រីប៉ូលីសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុកប៉ះយ៉ាងម៉េចបានធ្លាក់ពីលើស្ពានបាទក្បាលខ្នល់បណ្ដាលឲ្យរងរបួសបាទហើយមានបងប្រុសគាត់រើសទូរស័ព្ទបានក៏ដូចជាបងប្អូនគាត់ជួយទៅយកម៉ូតូដើម្បីយកមកខាងក្រោមដើម្បីផ្ដល់នឹងតំណែងរកសាច់នេះឥឡូវខាងគូតដឹងគាត់បានមកដល់ហើយដើម្បីមកយកទូរស័ព្ទនេះក៏ដូចជាម៉ូតូនេះបាទហើយរួមទាំងចង់ដឹងថាអ្នកដែលជួបគ្រោះថ្នាក់ចរាចរណ៍ដែលត្រូវជាគូតដឹងរបស់គាត់ហ្នឹងត្រូវបានបញ្ជូនទៅពេទ្យណាបងប្អូនខ្ញុំមកអត់ទាន់ទេបងប្អូនបាទអញ្ចឹងនេះជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅលើស្ពានក្បាលខ្នល់តែម្ដងបងប្អូនបាទនេះជាព័ត៌មានដែលយើងទទួលបានបាទអរគុណបាទអត់ដែរស្គាល់គាត់ទេបងចឹងទូរស័ព្ទហ្នឹងបាយស្គាល់ passport គាត់ទេបងបាយត្រូវជាអីគាត់បងបង្កើតមកបងគាត់ឈ្មោះអីបងមុំធានណាគាត់ប៉ូលីសនៅខាងណាបងគាត់នៅគេយើងគាត់ពងងារមិនគាត់មកប្រចាំការនៅនេះគេបើជនបទបាទឥឡូវនេះខ្ញុំអត់ទាន់ដឹងថាយ៉ាងម៉េចទេខ្ញុំបានតាក់ទងទៅខាងប៉ុស្តិ៍ឲ្យប៉ុស្តិ៍មកជួយធ្វើការណាបងប្អូនឥឡូវបងប្រុសគាត់ថាត្រូវជាបងប្រុសបង្កើតឥឡូវទូរស័ព្ទខ្ញុំបកគោលជូនមកអីណាបងបាទទូរស័ព្ទរបស់គាត់គឺ iPhone 14 Pro Max បាទអញ្ចឹងខ្ញុំបកគោលជូនគាត់បាទឥឡូវនេះបងប្រុសគាត់មកហើយមិញហ្នឹងមានបងស្រីម៉ែគាត់អះអាងថាគូតដឹងបាទឥឡូវនេះបងប្រុសគាត់បានមកដល់ហើយជាមួយនឹងសមាជិកកំពុងផ្ដល់ព័ត៌មានជូនសមាជិកណាបងដឹងគាត់គេនៅពេទ្យណាបងប្រុសបានទៅមើលគាត់ទៅអូគាត់ស្ថានភាពមិនអីបងបាទចឹងអ្នកស្រីមិនអត់ស្គាល់ទេអត់ស្គាល់សោះហ្មងគាត់ថាគាត់គូតដឹងហ្មងចាឥឡូវដល់និយាយថាចេះបងប្រុសបង្កើតប្រាប់ថាបងប្រុសគាត់ប្រាប់ថាអត់ស្គាល់ទេបងប្អូនបាទខ្ញុំពិបាកដែរដល់ពេលអញ្ចឹងទៅមើលម៉ូតូទីសិនណាបងឡើងលើស្ពានទៅមើលកន្លែងកាត់ថែម សម្រាប់អ្នកមានបញ្ហាសុខភាពដូចជាលើកជាស្គរលើកជាខ្លាញ់លើកជាអាស៊ីតឬក៏លើកឈាមនិងមានបញ្ហាឈឺសន្លាក់ឈឺចុកព្រួយតាមសាច់ដុំចង្ហាយបាត់ជើងសកៀបាត់ជើងពិបាកក្នុងការគេងឥឡូវគឺខ្ញុំសូមណែនាំជាមួយនឹងកៅអីបាត់ជើង50ដែលវាមានប្រសិទ្ធភាពខ្ពស់ខ្លាំងមែនទែនក្នុងការបឺតយកស្រូបជាតិពុលនៅក្នុងរាងកាយរបស់យើងកំឡុងពេលគេងថែមទាំងបង្កើនភាពស៊ាំបង្កើនចរន្តឈាមនិងថែមទាំងជួយបំបាត់បញ្ហាឈឺចុកចាក់ចុកព្រួយហើយបើសម្រាប់ការប្រើប្រាស់វិញគឺងាយស្រួលមែនទែនបបគ្រាន់តែបិទនៅលើបាត់ជើងមុនចូលគេងហើយស្អែកព្រលឹមឡើងនៅពីគេងយើងបកចឹងគឺមានអារម្មណ៍ថាធូរស្រាលស្រស់ស្រាយតាំងពីបកប្រែលើត្បូងនឹងហ្មងអញ្ចឹងបងអង្គគូមីងអាចរកទិញបាននៅលើទីផ្សារ
ទូតាម25ខេត្តក្រុងឬក៏អាចតំណតំណងតាម page ឬក៏ Telegram ដែលមាននៅក្នុងវីដេអូនេះបាន ជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជា